បើចាប់អារម្មណ៍ចុចលីងខាងក្រោមរកបាន6លានតែគេចែកខ្ញុំ120000ប្រុសឯណាគេតែងខ្លួនបែបនេះគូជឿនេះប្រាក់ឈ្នួលឯងចុះលុយ50 ចុះមិនបានតែ120000គូជឿគុំប្រកាន់អីដើមទុនគឺខ្ញុំចេញទាំងអស់ឯងគ្រាន់តែឡាយលក់តែចែកស្មើសំទេកាលពី1ឆ្នាំមុនគេមិនមែននិយាយបែបនេះទេគូជឿជួយបងផងរោងចក្របងចិត្តខ្សែធនហើយបើឯងជួយចុងឆ្នាំចែកប្រាក់ចំណេញ50 បានជារឿងបងប្អូនបងនឹងជួយឲ្យឈៀងកុំធ្វើបាបចិត្តគ្នាមួយឆ្នាំមកនេះឡាយផងសេវាកម្មផងខ្ញុំធ្វើម្នាក់ឯងតើការតស៊ូខ្ញុំតិចជាងឯងទេម៉ែខ្ញុំត្រូវវះកាត់កូនត្រូវការផ្ទះល្អឯងឲ្យខ្ញុំឆ្លើយយ៉ាងណាកុំត្អូញត្អែអីឆ្នាំក្រោយខំប្រឹងឡើងនឹងឡើងឲ្យដល់12000 12000ស៊ូទៅធ្វើឲ្យមិត្តខ្ញុំល្អជាងមិនមែនឲ្យប្រុសដូចឯងមកលក់ខោអាវនារីទេកុំនិយាយច្រើនពេកគូជាមិត្តខ្ញុំត្រូវតែជួយគ្នាឥឡូវសេដ្ឋកិច្ចមិនល្អគេខាងក្រៅពិបាករកស៊ីណាស់គូជាស្រីឯងនិយាយត្រូវហើយបងឲ្យឱកាសឯងហើយត្រូវដឹងគុណផងយកលុយនេះទៅគិតខុសហើយដែលជួយគេឈប់តាក់ទងគ្នាទៅចាប់ពីថ្ងៃនេះទៅគូជឿសម្រាប់មិនបានទេខ្ញុំបានចុះកិច្ចសន្យា5លានជាមួយថៅកែវាងត្រូវលក់ឲ្យអស់មុនចូលឆ្នាំអ្នកក៏ពិតជាឆ្នាំមួយឡើង20000មិនមែនលុយទេទិញកាបូបឲ្យខ្ញុំអស់ហើយអ្នកមិនយកទេជួលក្រុមឡាយមួយខែជាង100000ឲ្យគូហ្វេងធ្វើម្នាក់ឯងគឺចំណេញខ្លាំងមានលុយញីនឹងធ្វើឲ្យផ្លេចដើមកំណើតមែនឆ្លៀតឱកាសនេះមើលមុខពិតគេឲ្យច្បាស់ការងារបន្ទាន់គឺរកតុបលក់ដូរមិនបានស៊ើបអង្កេតទេទីតាំងនេះឆ្ងាយណាស់ជួលមិនចេញទេមានតែបញ្ចុះតម្លៃ25000ខ្ញុំជួលកំឡោះគិតច្បាស់ទៅទីតាំងនេះលក់ដូរពិបាកណាស់ខ្ញុំឡាយលក់មិនពឹងផ្អែកទីតាំងទេប៉ុន្តែខ្ញុំមានតែ12000ទេក្រៅពីនេះនឹងសងពេលក្រោយបើព្រមឥឡូវចុះកិច្ចសន្យាភ្លាមទុកទំនេរចោលក៏អត់ប្រយោជន៍ចុះចាំបាច់ត្រូវចុះចប់មួយឆ្នាំចំណាយជួលផ្ទះអស់ជាង100000ប្រថុយធំណាស់មិនដឹងប្រពន្ធគិតយ៉ាងណាទេត្រឡប់មកវិញហើយមិនក៏ទឹកមុខមិនសប្បាយចិត្តថ្ងៃនេះចែកលុយហើយមែនទេមែនគេថាគេមិនសប្បាយចិត្តតល្អប៉ុណ្ណាអ្នកធ្លាប់ថាឆ្នាំនេះបាន3លានយើងនឹងបានផ្ទះធំម្ដាយក៏មានលុយព្យាបាលដែរឈៀងឲ្យខ្ញុំតែ120000ទេ120000អ្នកឡាយថ្ងៃ10ម៉ោងថែមទាំងធ្វើជាសេវាកម្មដល់យប់ពួកគេធ្វើបាបអ្នកខ្លាំងណាស់ឈៀងនិយាយត្រូវរោងចក្រជាគេលេខាឡាយជាគេលុយគេជាអ្នកចេញខ្ញុំគ្រាន់តែជាអ្នកនិយាយឡាយទេ120000មិនតិចទេប្តីអ្នកគ្រាន់តែមាត់រឹងក្នុងចិត្តមិនមែនគិតបែបនេះទេមែនទេប្រពន្ធយកចិត្តខ្ញុំបំផុតខ្ញុំចង់ចេញមករកស៊ីខ្លួនឯងខ្ញុំបានជួលទុកអស់120000ហើយជួលទុកចំពាក់គេ130000ទៀតអ្នកមិនស្ដីបន្ទោសខ្ញុំទេមិននឹងបន្ទោសឲ្យឈៀងមិនចេះថែរក្សាអ្នកគឺជាការបាត់បង់របស់គេយើងរកស៊ីខ្លួនឯងចាប់ផ្ដើមពីសូន្យចំណេញខាតជារបស់យើងមិនបាច់មើលមុខអ្នកអតីគូជាយប់នេះមានកម្មវិធីចែករំលែកបទពិសោធន៍ឡាយលក់អ្នកទៅជំនួសបងផងដូចជាបញ្ជាមិនពិភាក្សាទេឲ្យឈៀងមិនដែលចាត់ទុកអ្នកជាបងប្អូនទេមិនក៏មិនទៅកម្មវិធីបែបនេះជាឱកាសរបស់ខ្លួនឯងប្រហែលជាអាចជួបអ្នកធំប្រសើរជាងនៅផ្ទះរង់ចាំការឡាយលក់ជាវិធីសាស្ត្រទីផ្សារថ្មីគឺជាឱកាសអភិវឌ្ឍដ៏សំខាន់នាពេលអនាគតថ្ងៃនេះយើងបានអញ្ជើញថៅកែរោងចក្រឲ្យឈៀងសូមអញ្ជើញតំណាងគូហ្វេងឡើងចែករំលែកបទពិសោធន៍នៅក្មេងម្លេះអាចនិយាយអ្វីបានឲ្យឈៀងប្រហែលឲ្យគេមកដោះសារទេសួស្ដីអ្នកជំនួញទាំងអស់គ្នាការឡាយខុសពីការលក់ធម្មតាត្រូវមានគំនិតច្នៃប្រឌិតបង្កើតភាពខុសប្លែកដោះស្រាយបញ្ហានិយាយឲ្យខ្លាំងប៉ុន្តែកុំហួសហេតុវិនាទីដំបូងត្រូវតាក់ទាញទស្សនិកជនឧទាហរណ៍ខ្ញុំស្លៀកខោអាវនារីឡាយលក់ដើម្បីតាក់ទាញចំណាប់អារម្មណ៍ដើម្បីមានឱកាសប្រើវិធីលក់មែនទ្រឹស្ដីនេះខ្ញុំមិនដែលឮក្នុងថ្នាក់អាជីវកម្មពីមុនមកទេត្រូវតែហ៊ានបង្កើតភាពខុសប្លែក
ដោះស្រាយការព្រួយបារម្ភរបស់អតិថិជនឧទាហរណ៍ខោអាវនេះមិនងាយខូចទេអ្នកទស្សនានឹងចង់ទិញទាន់ឱកាសនេះបញ្ចុះតម្លៃនិងទទួលបានចំណេញចំណុចចុងក្រោយកាត់បន្ថយអត្រាប្រកួតទំនិញវិញគុណភាពផលិតផលជាជីវិតនៃការឡាយលក់កន្លែងដែលអ្នកទស្សនាមិនឃើញយើងត្រូវប្រកាន់ខ្ជាប់3ចំណុចត្រួតពិនិត្យគុណភាពសេវាកម្មក្រោយលក់និងការច្នៃប្រឌិតបែបនេះទស្សនិកជនទើបហ៊ានទិញជារៀងរហូតល្អណាស់ពិតជាយល់ច្បាស់ណាស់លោកគូខ្ញុំជាលីនសាវឈៀវបទពិសោធន៍លោកពិតជាអស្ចារ្យតែការចែករំលែកបទពិសោធន៍សំខាន់បែបនេះមិនខ្លាចគេដណ្ដើមអាជីពទេការឡាយលក់ជ្រៅណាស់អ្វីដែលបាននិយាយគ្រាន់តែជារឿងតូចតាចបច្ចេកទេសបិទការលក់សំខាន់បំផុតខ្ញុំមិនទាន់បាននិយាយទេបើអញ្ចឹងតើអាចឲ្យរោងចក្រអ្នកលក់ផលិតផលយើងបានទេដើម្បីឲ្យខ្ញុំរៀនបច្ចេកទេសបិទការលក់គុណភាពផលិតផលលោកកុំបារម្ភសុំទោសខ្ញុំត្រៀមចេញមកខ្លួនឯងហើយនោះរឹតតែល្អថ្ងៃស្អែកខ្ញុំទៅជួបលោកគូជាងឆ្នាំនេះអ្នករកបានលុយច្រើនទិញទាំងផ្ទះទិញទាំងឡានធ្វើឲ្យញាតិមិត្តច្រណែនទាំងអស់គ្នាចង់មកធ្វើការជាមួយអ្នកចុះអ្នកឲ្យគូហ្វេងប៉ុន្មាន120000ត្រឹម120000គូហ្វេងមកពឹងអ្នកទើបមានបាយហូបទេ120000មិនតិចទេប៉ាដឹងថាប៉ាចូលចិត្តនាឡិកានេះទើបទិញជូនអញ្ចឹងត្រូវប្រយ័ត្នគូជឿកុំឲ្យគេក្បត់មិនអីទេរោងចក្រជាខ្ញុំលេខាឡាយជាខ្ញុំលុយខ្ញុំចេញទាំងអស់គ្មានខ្ញុំគេគ្មានអ្វីទាំងអស់គេមិនហ៊ានទៅណាទេការងារប្រាក់ខែ10000មិនងាយរកទេគូជឿចប់ការប្រជុំហើយមែនទេថ្ងៃស្អែកយើងទៅកំសាន្តនៅសញ្ញាការឡាយលក់ប្រគល់ឲ្យអញហើយបើអាចកុំឈប់សម្រាប់អីសំខាន់រកលុយបងប្អូននឹងទិញអំណោយមកជូននេះមិនមែនចាត់ទុកខ្ញុំជាបងប្អូនទេគឺចាត់ទុកខ្ញុំជាគោជាសេះប្រើក្នុងកាលៈទេសៈនេះត្រូវឲ្យគេឃើញថាអ្នកណាអាចពឹងផ្អែកបានពិតប្រាកដត្រឡប់មកវិញហើយក្នុងកម្មវិធីមានអ្វីខ្លះមានប្រយោជន៍ទេសមត្ថភាពខ្ញុំត្រូវបានថៅកែជាច្រើនទទួលស្គាល់លោកថៅកែលីនចង់មកពិភាក្សាចំនួនជាមួយខ្ញុំបើកមើលទៅលុយនេះបានមកពីណាគ្រឿងអលង្ការក្នុងផ្ទះលក់អស់ហើយដើម្បីធ្វើដើមទុនចាប់ផ្ដើមខ្លួនឯងសុទ្ធតែត្រូវការលុយយក50000នេះទៅប្រាមុនអ្នកធ្លាប់និយាយថាគ្រឿងអលង្ការនឹងរក្សាទុកមួយជីវិតជូនខ្ញុំចំណាយលុយច្រើនណាស់ខ្ជះខ្ជាយណាស់លុបចោលវិញលុយដែលបានមកពីការងារដំបូងទិញរបស់ទាំងនេះមានអត្ថន័យណាស់អញ្ចឹងខ្ញុំនឹងថែរក្សាទុកមួយជីវិតមិនឃ្លាតឡើយចាំរកលុយបាននឹងទិញឲ្យល្អជាងនេះទោះបីជាសាមញ្ញបន្តិចប៉ុន្តែវាជាញើសឈាមរបស់យើងទាំងពីរទៀបចំកន្លែងឡាយរួចរាល់រសៀលនេះអាចឡាយបានហើយឲ្យឈៀងមិនចេះមើលមនុស្សសោះមនុស្សមានសមត្ថភាពដូចលោកគួរឲ្យតែ120,000លោកថៅកែលីនអ្នកមកហើយខោអាវទាំងនេះគុណភាពល្អតែទីផ្សារមិនល្អទើបនៅកក្នុងឃ្លាំងគ្មានលុយបើកប្រាក់ខែបុគ្គលិកខ្ញុំបារម្ភណាស់ខោអាវលោកថៅកែលីនសុទ្ធតែរបស់ល្អម៉ូដក៏ស្អាតឡាយលក់ដាច់ប្រាកដពិតមែនឬបើលោកគូអាចជួយបានខ្ញុំមានមិត្តភក្តិច្រើនទៀតនឹងណែនាំឲ្យលោកគូបច្ចុប្បន្នអាចឲ្យបានតែប៉ុណ្ណេះប៉ុន្តែបើលក់ចេញចែកប្រាក់ចំណេញ3-5ពីខ្ញុំ3អ្នក5ពីខ្ញុំត្រៀមកិច្ចសន្យារួចរាល់លោកថៅកែលីនពិតជាសប្បុរសណាស់ល្អណាស់បញ្ហាថ្លៃជួលបានដោះស្រាយហើយគូជឿមួយសប្តាហ៍ដែលខ្ញុំទៅសញ្ញាអ្នកត្រូវខំប្រឹងឡាយថៅកែវ៉ាងទូរស័ព្ទមកដាស់តឿនកុំឲ្យខូចការឲ្យសោះគូជឿរបស់ថៅកែវ៉ាងសំខាន់ណាស់លក់មិនអស់នឹងត្រូវសងសំណង3ដងឆាប់ទៅយន្តហោះចិត្តដល់ម៉ោងហើយអូខេនិយាយប៉ុណ្ណឹងសិនចុះ
មានរឿងអ្វីមិនក៏ទឹកមុខមិនសប្បាយចិត្តម្លេះទោះបីចេញមកខ្លួនឯងតែខ្ញុំគួរប្រាប់ឲ្យជាងរឿងទំនិញថៅកែវាងមានបញ្ហាទេខ្ញុំឆែកមើលហើយទំនិញទាំងនោះសុទ្ធតែមានចំណុចខ្វះខាតលក់ទៅក៏ត្រូវគេប្រគល់មកវិញតែគេបិទទូរស័ព្ទលឿនពេកខ្ញុំមិនទាន់បាននិយាយទូរស័ព្ទចូលមិនបានទេចាំគេត្រឡប់មកវិញចាំប្រាប់គេបើពួកគេដកប្រាក់កក់ទាន់ទេប្រហែលជាទាន់ចឹងយើងចាប់ផ្ដើម live សិនទៅចាប់ផ្ដើមពីសូនពិបាកណាស់ live 1 ម៉ោងមានអ្នកចូលមើលតិចតួចណាស់ចូលមកហើយក៏ចេញទៅវិញត្រូវប្រើលុយផ្សាយទេសាក់លបងរកអតិថិជនធម្មតាសិនធ្វើឲ្យការលក់មានប្រសិទ្ធភាពអាជីវកម្មខ្លួនឯងចំណាយណាដែលសន្សំបានគឺសន្សំប្តីឲ្យសមត្ថភាពអ្នកនឹងធ្វើបានជោគជ័យខ្ញុំមើលទៅគូហ្វេងគឺជាអ្នកបោកប្រាស់ទិន្នន័យពីមុនរបស់គេប្រហែលជាអឺឈៀងជាអ្នកចេញលុយទាំងអស់មែនហើយអ្នកយកអនាគតរោងចក្រយើងមកប្រថុយជាមួយគេពិតជាប្រថុយប្រឋានខ្លាំងណាស់